ការពារខ្លួនអ្នកទល់នឹងជំងឺធ្លាក់សក៏ដូចជាការការពារជំងឺកាមរោគវិធីល្អបំផុតក្នុងការបង្ការជំងឺធ្លាក់សក៏ដូចជាកាមរោគគឺការជៀសវាងការប្រឈមមុខទៅនឹងជំងឺនេះប្រឈមមុខនឹងគ្រោះថ្នាក់នៃចម្លងជំងឺកាមរោគអាចកាត់បន្ថយបានតាំងពីដំណាក់កាលដំបូងដោយការថែទាំអនាម័យប្រដាប់បន្តពូជឲ្យបានល្អពេលក្នុងការចូលប្រឡូកក្នុងសកម្មភាពរួមភេទយុវវ័យកាត់បន្ថយចំនួនដៃគូស្នេហាមួយទល់នឹងមួយកុំប្រើប្រាស់ថ្នាំផ្សះច្រើនបើមានដៃគូឆ្លងសូមកុំលាក់បាំងសូមព្យាបាលទាំងពីរនាក់ជៀសវាងការឆ្លងទៅឆ្លងមកប្រើស្រោមអនាម័យក្នុងពេលរួមភេទឲ្យបានត្រឹមត្រូវនិងជាប់លាប់អ្នកអាចរួមភេទដោយដៃដែលជាវិធីនេះផ្ដល់ការប្រឈមមុខនឹងគ្រោះថ្នាក់ទាបលើកទឹកចិត្តឲ្យមានផែនការនៃជីវិតដែលមានសុខភាពដើម្បីការពារជំងឺកាមរោគជៀសវាងប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀនក្នុងពេលរួមភេទប្រសិនបើពុកម៉ែបងប្អូនកើតជំងឺធ្លាក់សរ៉ាំរ៉ៃសូមកុំបារម្ភសូមលាបថ្នាំលាបសើស្បែកចំប៉ី2ព្យាបាលពីខាងក្រៅដូចជារោគកន្ទួលរមាស់ផ្សិតពងបែកសេមាន់ជួយផ្ដល់សំណើមឡើងវិញយ៉ាងឆាប់រហ័សនិងផឹកចំប៉ី2ព្យាបាលគាទម្លាក់មេរោគធ្លាក់សរផ្សិតរមាស់ពីខាងក្នុងនិងព្យាបាលកុំឲ្យកាត់ជំងឺនេះបន្តទៀតប្រសិទ្ធភាពមើលឃើញប្រើប្រាស់ចាប់ពី3ថ្ងៃឡើងទៅផឹកចំប៉ី2ពុកម៉ែបងប្អូននឹងបាត់រមាស់ក្រហាយធ្លាក់សរបាត់ជំងឺកាមរោគជាដាច់ 100%នងតាមលេខទូរស័ព្ទឬប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមពីជំងឺធ្លាក់សរនិងវិធីព្យាបាលដោយឱសថបុរាណចំប៉ី2តំណងពេកឱសថព្យាបាលផ្សិតធ្លាក់សររមាស់ឬពេកឱសថបុរាណចំប៉ី2ឬលេខទូរស័ព្ទ016 38 7000ឬ068 79 7000ឬ098 65 8សូមអរគុណ